Rương nơi cái non mà đai thành công tu hóa ngày cầm đặt bộ cô cái đói cầm đặt nặng chuyện cái nhà con rồi nhóm quạt xua thả ta hay ấy mình nhóm ọt sâu này gì đợi mình just đánh bom phun từ cái này volcan is snow chào hay nhóm chơi rồi để tây bị thi mối cứ hạt phơi ở chào chuyện này gì mình tay mình chào là vậy thì nó chỉ đẹp bên này dây rương này ca lăng là công là bay rồi sẽ cắt tập hiệp thả hiệp cho bà lo hay là biệt mạnh còn mà tay nhóm chơi càng như snow phơi ở chào chuyện vậy lúc này sao mà dạngนี้là volcanថាតើខ្ញុំបានធ្វើអីខ្លះសម្រាប់ប្រទេសជាតិមួយនេះនៅក្នុងរយៈពេលក្រោយហើយបងប្អូនគិតមើលថាតើអ្វីដែលខ្ញុំធ្វើហ្នឹងជាប្រយោជន៍សម្រាប់ជាតិដែរឬក៏អត់ទី1នៅក្នុងអំឡុងពេលសោះចូលរៀនក្រោយបាក់ឌុបនេះខ្ញុំបានផ្ដល់អាហារូបករណ៍2ដង 100% តែម្ដងអញ្ចឹងលើកទី2ចុងក្រោយនេះ60នាក់61នាក់រៀនអត់យកលុយទេហើយចំណុចនៅក្នុងការរៀននេះគឺខ្ញុំបានចងក្រងស្រាវជ្រាវចាប់ដៃគូប្រតិបត្តិការកិច្ចសហប្រតិបត្តិការជាមួយនឹងសាកលវិទ្យាល័យអូកាយ៉ាម៉ាអសៃអិននៅប្រទេសជប៉ុនហើយនឹងអង្គការកូការ៉ូហើយជាមួយនឹងក្រុមសាស្ត្រាចារ្យលោកគ្រូអ្នកគ្រូធ្វើកម្មវិធី Academic Skill ផងហើយនឹង Work by Education ផងរៀនវគ្គណាក៏មាន Work by រៀនផងអនុវត្តការងារផងធ្វើការងារផ្ទាល់ផងនឹងការងារ Snow ទី1ហើយការងារហ្នឹងក៏ខ្ញុំនឹងផ្ដល់អាហារូបករណ៍នៅក្នុងអំឡុងពេលខាងមុខនេះចំនួនមួយថ្នាក់ទៀតគឺ30នាក់អត់យកលុយទេលើថ្នាក់អក្សរសាស្ត្រអង់គ្លេសចឹងអ្នកចង់រៀនអាចតាក់ទងបានការងារទី2ខ្ញុំទៅតែបញ្ចប់មកពីការប្រកួតប្រជែងជើងឯកពិភពលោកនាំមេដាយជូនជាតិរហូតដល់23គ្រឿងមាសរហូតដល់7គ្រឿងក្រោមការដឹកនាំរបស់ឯកឧត្តមរតនាប្រធានសហព័ន្ធវូវៀតណាមកម្ពុជានេះគឺជាការវាយពិភពលោកតែម្ដងហើយយើងជាប់មេដាយទី3លើពិភពលោកបន្ទាប់ពីវៀតណាមហើយអាសេរីហើយនឹងកម្ពុជារបស់យើងហើយប្រទេសមហាអំណាចធំមួយចំនួនវាយចាញ់ជាងយើងផងនៅមានសមិទ្ធផលមួយទៀតគឺខ្ញុំចងក្រងកម្មវិធីថ្នាក់ Business Design ហ្នឹងទាំងបង្រៀនផ្ទាល់ទាំងអនឡាញហើយនឹងកម្មវិធីថ្នាក់ Account ថ្នាក់ Soft Skill ថ្នាក់ Digital Marketing ថ្នាក់អគ្គិសនីថ្នាក់ Website ថ្នាក់ភាសាជប៉ុនមានទាំងបង្រៀនផ្ទាល់ទាំងអនឡាញចឹងបងប្អូនតើមើលគាត់តែឃើញការងារប៉ុណ្ណឹងតើធ្វើមនុស្សប្រមាណអ្នកហើយតើមានពេលណាដូចមុននៅមានមួយទៀតគឺខ្ញុំចងក្រងមេរៀននឹងហើយខ្ញុំចុះទៅជួបផ្ទាល់កូនសិស្សម្ចាស់អាជីវកម្មចាក់ស្ដែងបងប្អូនដឹងថាខ្ញុំគ្រូនៅក្នុងការសរសេរផែនការនៅវិទ្យាសាស្ត្រពាណិជ្ជកម្មអញ្ចឹងហើយកូនសិស្សខ្ញុំដែលជាម្ចាស់ក្រុមហ៊ុននោះច្រើនមែនតើអញ្ចឹងហើយធ្វើកិច្ចការជាមួយគ្នាពីមួយទៅមួយចំណុចដែលខ្ញុំធ្វើកិច្ចការជាមួយនឹងក្រុមហ៊ុនច្រើននេះគឺស្រួចទៅតែមួយទេគឺទៅជួយក្រុមហ៊ុនឲ្យរីកចម្រើនហើយដើម្បីស្វែងរកឱកាសការងារកូនសិស្សយើងធ្វើ contract agreement ក្រុមហ៊ុនទទួលយកកូនសិស្សពី IT ទៅប៉ុន្តែបងប្អូនទាំងអស់គ្នាខ្ញុំសរសេរ program Work by Education នេះរយៈពេល7-20ឆ្នាំមកហើយគឺរៀនផងធ្វើការផងបញ្ជូនកូនសិស្សទៅធ្វើការផងតាមក្រុមហ៊ុនហើយថ្មីនេះខ្ញុំរកការងារឲ្យកូនសិស្សធ្វើទី1បកប្រែភាសាចិនបានប្រាក់ខែរហូតដល់$1,500ក្នុងមួយខែផ្នែក account ចូលដំបូង800 assistant account ចូលម្ដងចូលដំបូង300ផ្នែកផ្សេងទៀត300 400 300 400ច្រើនមែនតើចាំខ្ញុំឲ្យកូនសិស្សគាត់តម្លាក់ link នៅក្នុងនេះថាពួកគាត់បានផុសអរគុណរបៀបមិនខ្លះការងារខ្ញុំស្ដាប់ទៅរលុយចូលខ្លួនឯងអត់ឃើញសោះប៉ុន្តែបងប្អូនវិភាគថាតើអ្វីដែលធ្វើនេះជួយជាតិបានកម្រិតណាហើយក៏ចុងក្រោយគ្រប់អរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលតែងតែជួយឧបត្ថម្ភខ្ញុំកន្លងមកតាំងពីខ្ញុំមិនតាន់ខ្វាក់ភ្នែកទេតរហូតឥឡូវខ្ញុំខ្វាក់ភ្នែកមួយជាងតាំងពីខ្ញុំនៅបរៀនលើក្តារខៀនមួយណាហើយជួយខ្ញុំរហូតដល់ខ្ញុំមានកន្លែងអប់រំមួយកម្រិតជាស្ថានបើកជាន់ខ្ពស់បែបនេះអញ្ចឹងអ្វីដែលបានមកនេះក៏បានដោយសារក្តីស្រឡាញ់ទឹកចិត្តពុកម៉ែបងប្អូនទាំងនេះអញ្ចឹងបន្តពីនាងទៅមុខទៀតខ្ញុំនឹងធ្វើកិច្ចការឲ្យបានច្រើនជាងនេះទៀតទី1គឺនឹងផលិតមេរៀនដាក់លើអនឡាញហើយជាមួយមិនថាទៅតែម្នាក់ឯងទៅជាមួយគ្រូទាំងអស់គ្នាហើយទី2នឹងព្យាយាមផ្ដល់អាហារូបករណ៍ហើយថាត់ការដែលគាំពៀនៅការផ្ដល់អាហារូបករណ៍នេះគឺបានចេញពីពុកម៉ែបងប្អូនទាំងអស់គ្នាដែរជាពិសេសដៃគូក្រុមហ៊ុនព្រោះមិនសុកកូនសិស្សរៀនអត់បងលុយចេះតែមានគ្រូឲ្យបរៀនចេះតែមានអាគារទឹកភ្លើងសតតែមានការគាំពៀហើយចំណុចដែលសំខាន់គឺនឹងចូលរួមជួយក្រុមហ៊ុនផ្សេងដើម្បីឲ្យកំណើនសេដ្ឋកិច្ចរបស់យើងជួយទាំងក្រុមហ៊ុនជួយទាំងកូនសិស្សបាទខ្ញុំនិយាយខ្លីបែបនេះហើយចឹងចេញពីនេះទៅគឺខ្ញុំមានមេរៀនបន្តជូនបងប្អូនទាំងអស់គ្នាតែបើសិនជាខ្ញុំនិយាយអំពីបាតុភិបសង្គមច្រើនខ្ញុំអត់ទេខ្ញុំអត់ថុកធូម៉ាច់ទេយើងធ្វើជាមនុស្សមិនមែនចេះតែនិយាយប៉ាណាឬក៏ប្រើពាក្យខ្លីថា
ស្អីក៏អញដឹងស្អីក៏អញចេះស្អីក៏អញធ្វើកើតណាឬក៏ថាអីក៏អញចេះតែនិយាយបានក៏អត់អាចធ្វើមនុស្សចឹងបានទេហើយចំណុចមួយទៀតខ្ញុំនឹងដកឃ្លាសៅរ៍អាទិត្យខ្ញុំនឹងធ្វើមេរៀនពាក់ព័ន្ធជាមួយនឹងកសិកម្មមកជុំវិញសៅធ្លាក់នេះក៏ខ្ញុំមានប្រធានបទច្រើនដែរថាហេតុអីបានសៅធ្លាក់ចុះឆ្នាំក្រោយតើអាចធ្លាក់ទៀតអត់អូខេមានខ្លីប៉ុណ្ណឹងជូនពុកម៉ែបងប្អូនទាំងអស់នេះជាសារមួយដែលថា I come back ហើយ I help you again អូខេអរគុណបងប្អូនទាំងអស់គ្នាជូនពរសំណាងល្អ